CIA ប្រាប់ថាអ៊ីរ៉ង់អាចទ្រាំទ្រការបិទផ្លូវទឹក4 ខែខណៈអាមេរិកពិបាកនឹងបង្ខំឲ្យសត្រូវចុះចាញ់ត្បិតសហរដ្ឋអាមេរិកបានប្រើប្រាស់វិធានការក្តៅដោយការបញ្ជូនកងទ័ពជើងទឹកទៅបិទគប់កំពង់ផែសំខាន់របស់អ៊ីរ៉ង់យ៉ាងណាក៏ដោយក៏លទ្ធផលហាក់មិនដោយការរំពឹងទុកនោះឡើយការវិតម្លៃចុងក្រោយពីទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA បានបង្ហាញឲ្យឃើញនៅការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយថារបបដឹកនាំនៅទីក្រុងតេហេរ៉ង់មានសមត្ថភាពសេដ្ឋកិច្ចនិងធនធានបម្រុងរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការបិទគប់នេះបានរហូតដល់4 ខែទៀតឯណោះ India Today បានចុះផ្សាយនាថ្ងៃទី9 ខែឧសភាឆ្នាំ2026នេះថារបាយការណ៍ CIA បានធ្វើឲ្យមន្ត្រីជាន់ខ្ពស់នៅសេតវិមានការបារម្ភយ៉ាងខ្លាំងព្រោះវាមានន័យថាសម្ពាធសេដ្ឋកិច្ចដែលអាមេរិកកំពុងព្យាយាមដាក់ទៅលើអ៊ីរ៉ង់នឹងមិនអាចផ្ដល់ផលភ្លាមដើម្បីបង្ខំឲ្យភាគីអ៊ីរ៉ង់យល់ព្រមតាមលក្ខខណ្ឌចរចានោះទេបើតាមការវិភាគពីមន្ត្រីអាមេរិកដែលដឹងច្បាស់ពីរបាយការណ៍សម្ងាត់នេះអ៊ីរ៉ង់នឹងមិនទាន់ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលមិនអាចទ្រាំទ្របានក្នុងពេលឆាប់នោះទេដែលនេះគឺជាឧបសគ្គធំមួយសម្រាប់រដ្ឋាភិបាលលោក Donald Trump ក្នុងការប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីទាញអ៊ីរ៉ង់មកឲ្យអង្គុយតុចរចាលើបញ្ហានុយក្លេអ៊ែរនិងបញ្ហាសន្តិសុខផ្សេងទៀតក្នុងអំឡុងពេលដែលអ៊ីរ៉ង់នៅមានដង្ហើមសេដ្ឋកិច្ចសម្រាប់រយៈពេល4 ខែខាងមុខស្ថានភាពនៅតំបន់ឈូងសមុទ្រកាន់តែឡើងក្តៅដោយសារតែអ៊ីរ៉ង់នៅតែបន្តបង្ហាញជំហររឹងរូសនិងមិនទាន់ព្រមឆ្លើយតបទៅនឹងសំណើសន្តិភាពរបស់អាមេរិកនៅឡើយការដែលអ៊ីរ៉ង់អាចមានលទ្ធភាពទ្រាំទ្របានយូរបែបនេះបានធ្វើឲ្យមានការចោទសួរកាន់តែខ្លាំងពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្របិទគប់សមុទ្ររបស់អាមេរិកព្រោះខណៈពេលដែលអាមេរិកកំពុងរងចាំសត្រូវចុះខ្សោយតម្លៃប្រេងពិភពលោកបានហក់ឡើងខ្ពស់ខ្លាំងដែលកំពុងផ្ដល់ផលប៉ះពាល់ត្រឡប់មកវិញដល់សេដ្ឋកិច្ចរបស់អាមេរិកនិងសម្ព័ន្ធមិត្តទៅវិញជារួមរបាយការណ៍របស់ CIA មួយនេះបានបញ្ជាក់យ៉ាងច្បាស់ថាសង្គ្រាមនិងការដាក់សម្ពាធសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរនេះនឹងមិនអាចបញ្ចប់ទៅយ៉ាងងាយស្រួលក្នុងរយៈពេលខ្លីនោះឡើយអ៊ីរ៉ង់ហាក់បីដូចជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធគ្នារយៈពេលវែងហើយដរាបណាដង្ហើមសេដ្ឋកិច្ចរបស់ពួកគេនៅតែអាចដកបានដល់ជិតកន្លះឆ្នាំទៀតនោះក្តីសង្ឃឹមក្នុងការឃើញការចោះចាញ់ឬក៏យល់ព្រមតាមលក្ខខណ្ឌរបស់អាមេរិកហាក់នៅឆ្ងាយសន្លឹមនៅឡើយ